អត់បានកាហ្វេផឹកពីកំពុង still good ពុំនេះការងារច្រើនដោយសារវា happen មួយខ្ញុំផ្ទាល់ហើយខ្ញុំ aware ថាបើសិនបើយើងអត់យកចិត្តទុកដាក់ភ្លេចខ្លួនទៅលើហាពាក្យថាការងារច្រើនហ្នឹងទេវាអាចធ្វើឲ្យការងារយើងក៏អត់ជោគជ័យហើយយើងខ្លួនឯងហ្នឹងក៏វា burn អត់ទេតែកាន់តែងាយស្រួលកាន់តែងាយស្រួលធំទៅតមកអាការគ្រប់គ្រងការសិក្សារបស់កូននៅក្នុងដៃហ្នឹងវាទូចមើលទៅវារៀង balance តែអញ្ចឹងវាអត់មានkey hook មួយធំដែលអាចគាត់ចាប់អារម្មណ៍បានដោយសារវា balance ប៉ុណ្្នេះទាំងអស់សម្រាប់ខ្ញុំការងារច្រើនវាមានន័យថាការងារខ្លះវាមកជាលក្ខណៈ project អញ្ចឹងមានន័យថាយើងជាផ្នែកមួយយើងជា co project share មួយទៅលើការងារហ្នឹងហើយបើសិនបើយើងអត់បំពេញការងារហ្នឹងទាន់ពេលវេលាទេវាធ្វើឲ្យ stuck project ហ្នឹងទាំងមូលហ្មងបើសិនបើយើងអត់ធ្វើអាហ្នឹងទាន់ time frame ទេនេះជា experience របស់ខ្ញុំហើយជា solution នៅក្នុងការដោះស្រាយបញ្ហាហ្នឹងអ្វីដែលខ្ញុំធ្វើទីមួយគឺយើង build ជាប្រព័ន្ធជា systematic សម្រាប់ខ្ញុំជា business development business development យើងការងារច្រើនយើងត្រូវដឹងតើតើមួយកិច្ចការងារ marketing កិច្ចការងារ sale ហើយជាមួយនឹង finance ការងារ finance តើតើជាមួយនឹង data ផ្សេងព្រោះ business development គឺយើងសំដៅទៅដល់ how to make a business grow អញ្ចឹងការរៀបចំការងារគឺខ្ញុំ priority ខ្លាំងបំផុតព្រោះនៅពេលដែលយើងរៀបចំវាបានល្អអា time management យើងហ្នឹងក៏វាលះទៅតាមហ្នឹងដែរការងារនេះខ្ញុំហៅវាថាជា system ជាប្រព័ន្ធមួយអញ្ចឹងវា involve ទាំងការរៀបចំ folder របស់ខ្ញុំក្នុងបន្ទូលលេខតន័យរបស់ការអង្គប្រជុំឬក៏ផ្សេងគឺខ្ញុំត្រូវរៀបចំវាមកកញ្ចប់ការងារ design plan marketing ផ្សេងខ្ញុំត្រូវរៀបចំវាឲ្យល្អស្អាតដើម្បីទីមួយវាងាយស្រួលសម្រាប់ខ្ញុំទីពីរពេលដែលការងារមកបន្ទាន់ច្រើនយើងអត់វល់ហើយយើងក៏ការងាររបស់យើងច្បាស់ពេលបើតែយើងចំណាយពេលវេលាក្នុងការគិតអាហ្នឹងមិនតិចមែនប៉ុន្តែនៅពេលដែលវាដើរ smooth ល្អហើយយើង follow អាហ្នឹងយើង follow step ហ្នឹង1 2 3 ទី2ខ្ញុំព្យាយាមញ៉ាំទឹកឲ្យច្រើនការងារកាន់តែច្រើនញ៉ាំទឹកកាន់តែច្រើនចឹងញ៉ាំទឹកវាជួយសុខភាពយើងហើយញ៉ាំទឹកច្រើនក៏ចង់ចូលបន្ទប់ទឹកច្រើនដែរអញ្ចឹងក៏វាផ្ដល់ឱកាសឲ្យយើងក្រោកឈរច្រើនកុំអង្គុយយូរពេកទី3អ្វីដែលខ្ញុំធ្វើគឺអាសាបដូរបរិយាកាសធ្វើការចូលមកថាខ្ញុំ commit ថាខ្ញុំធ្វើការងារហ្នឹង1ម៉ោងអូខេ1ម៉ោងខ្ញុំត្រូវធ្វើការងារហ្នឹងហើយចុះខ្ញុំបុកធ្វើការងារហ្នឹងហើយអញ្ចឹងទៅខ្ញុំដក client ទៅសិនក្រៅពី project ទាំងអស់ហ្នឹងខ្ញុំត្រូវធ្វើការងារជាមួយនឹង designer ឬក៏ video editor អញ្ចឹងខ្ញុំទៅឈរមើលគាត់ជជែកលេងកែ artwork កែអីអញ្ចឹងទៅវាផ្ដល់ឱកាសឲ្យយើងក្នុងការក្រោកឈរឲ្យផ្លាស់ប្ដូរបរិយាកាសកុំឲ្យយើងគិតទៅលើអាការងារហ្នឹងទៅដែរវាធ្វើឲ្យយើងកាន់តែ burn ហើយអា creativity ជាមួយគេហៅថា effectiveness និង efficiency ហ្នឹងក៏វាអត់សូវមានដែរអញ្ចឹងបាននៅកន្លែងការងារខ្លះក្រៅពីតុអង្គុយគេមានតុសម្រាប់ឈរអញ្ចឹងទៅអញ្ចឹងពេលដែលបុគ្គលិកគាត់ feel stress គាត់យកកុំព្យូទ័រគាត់ទៅដាក់លើតុឈរហ្នឹងទៅគាត់ធ្វើការមួយទៀតខ្ញុំព្យាយាម commit ខ្លួនឯងញ៉ាំវីតាមីន C ជំនួសឲ្យ energy drink sometimes ខ្ញុំញ៉ាំ energy drink ដែរប៉ុន្តែមិនញឹកញយទេព្រោះខ្លាចកាត់ជើងពេលញ៉ាំវីតាមីន C ទៅវាជួយដែរវាជួយឲ្យយើង fresh វាជួយយើងរហ័សរហួនជាងមុនដែរវាជួយដល់ប្រព័ន្ធភាពស៊ាំរបស់យើងដែរពីមុន
មុនដែលធ្លាប់ធ្វើហ្នឹងគឺទៅពេលដែលការងារច្រើនទោះបីម៉ោងបាយគេតែញ៉ាំបាយតែមិនទិញហើយមកបុកធ្វើការងារទៀតប៉ុន្តែយើងសុខចិត្តថាដកឃ្លាបន្តិចដល់អាកាយខ្លួនឯងបន្តិចគឺយើងអាចញ៉ាំបាយហើយយើងមកអង្គុយ release ស្ដាប់ចម្រៀងមើលវីដេអូឬក៏យើងសម្រាកថ្ងៃត្រង់គេងបិទភ្នែកគេងមិនតិចហ្នឹងជំនួសឲ្យយើងធ្វើការជាប់រហូតពេលខ្លះយើងធ្វើ3ម៉ោងតែបើសិនណាយើងសម្រាកបន្តិចយើងទៅធ្វើវិញពេលខ្លះតែ1ម៉ោងគឺយើងអាចធ្វើហើយយើងត្រូវដឹងថាការងារច្រើនមិនមែនយើងបុកធ្វើរហូតជាប់រហូតទេអ្វីដែលយើង focus គឺទី1គឺទៅលើ time frame យើងគិតពីគុណភាពវីដេអូនេះខ្ញុំមិនរំពឹងថានឹងមានអ្នកមើលច្រើនទេព្រោះខ្ញុំចង់ record ជា documentary សម្រាប់ខ្លួនឯងទេហើយបើសិនបើមានអ្នកមើលរហូតដល់ចំណុចនេះខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការបន្តមើលរហូតមកដល់ចំណុចនេះទៅលើការចែកម្លែករបស់ខ្ញុំរីករាយដែលបានស្គាល់អ្នកទាំងអស់គ្នាបើសិនបើអ្នកទាំងអស់គ្នាមានវិធីផ្សេងនៅពេលដែលអ្នកទាំងអស់គ្នាមានការងារច្រើនបុកមកជួយអ្នកទាំងអស់គ្នាបានជួយ comment នៅខាងក្រោមដើម្បីខ្ញុំបានដឹងអរគុណបាយ